បន្ទាប់ពីធ្វើការប្រមាណបន្តបានប្រមាណផងឥឡូវនេះសហរដ្ឋអាមេរិកក៏បានសម្រេចចាត់បើកការវិប្រហារសារជាតិថ្មីមកលើប្រទេសអ៊ីរ៉ង់ទៀតហើយនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026នេះសហរដ្ឋអាមេរិកបានបើកការវិប្រហារជុំទី3មកលើប្រទេសអ៊ីរ៉ង់ទៀតហើយពោលគឺនៅត្រឹមតែ1ម៉ោងតែប៉ុណ្ណោះបន្ទាប់ពីទីក្រុងតេហឺរ៉ង់នេះបានប្រកាសបិទច្រកសមុទ្រអបមូឡើងវិញប្រតិបត្តិការយោធាចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះវាបង្ហាញអំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហឺរ៉ង់ដែលធ្វើឲ្យកាន់តែមានភាពផុយស្រួយមួយកម្រិតទៀតទៅលើកិច្ចព្រមព្រៀងបត់ច្បាញ់នៃប្រទេសទាំងពីរនេះសម្រេចបានកាលពីខែមុនទីក្រុងតេហឺរ៉ង់បានឲ្យដឹងថាខ្លួនសម្រេចចាត់បិទគប់ច្រកសមុទ្រអបមូជាយុទ្ធសាស្ត្រមួយនេះឡើងវិញបន្ទាប់ពីមាននាវាពាណិជ្ជកម្មមួយគ្រឿងគឺបានធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាតជាការឆ្លាញ់តបទៅនឹងទង្វើដែលគ្មានច្បាប់ទម្លាប់បែបនេះកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់ក៏បានបាញ់ព្រមានទៅកាន់នាវាពាណិជ្ជកម្មមួយគ្រឿងនោះបើយោងទៅតាមយោធារបស់សហរដ្ឋអាមេរិកវិញបានអះអាងថានាវាដែលត្រូវបានប្រទេសអ៊ីរ៉ង់បាញ់ព្រមាននោះគឺមានឈ្មោះថា MV-GFS Galaxy ជាកប៉ាល់ដឹកកុងតឺន័រដែលបានដាក់ទង់ជាតិប្រទេសស៊ីបហើយវាគឺត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅបន្ទប់ម៉ាស៊ីនរបស់វាចំណែកឯនាវិកម្នាក់បានបាត់ខ្លួនបន្ទាប់ពីការវាយប្រហារដោយកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់គួររំលឹកផងដែរថាសហរដ្ឋអាមេរិកធ្លាប់បានព្រមានរួចហើយថាប្រសិនបើប្រទេសអ៊ីរ៉ង់នេះហ៊ានតបាក់ការវាយប្រហារណាមួយមកលើនាវាពាណិជ្ជកម្មនៅក្នុងតំបន់ច្រកសមុទ្រអបមូទៀតនោះសហរដ្ឋអាមេរិកនឹងបាក់ការវាយប្រហារសងសឹកមកលើប្រទេសអ៊ីរ៉ង់វិញជាមិនខានបើយោងទៅតាមយោធារបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាខ្លួនបានបើកការវិប្រហារសារជាតិថ្មីមកលើប្រទេសអ៊ីរ៉ង់នេះនៅត្រឹមតែ1ម៉ោងប៉ុណ្ណោះបន្ទាប់ពីចេញសេចក្តីប្រកាសបិទច្រកសមុទ្រអបមូសារជាតិថ្មីពីសំណាក់ប្រទេសអ៊ីរ៉ង់ហើយការវិប្រហារសារជាតិថ្មីនេះគឺធ្វើឡើងនៅក្រោមការបញ្ជាដោយផ្ទាល់របស់លោកដូណាល់ត្រាំតែម្ដងបើយោងទៅតាមការចុះផ្សាយនៃទីភ្នាក់ងារសារព្រមាន Axios ដែលបានដកស្រង់ប្រភពពីមន្ត្រីរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាការវិប្រហាររបស់ខ្លួននៅលើកនេះគឺសម្ដៅទៅលើទីតាំងយោធាសំខាន់របស់កងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់គោលដៅនៃការវិប្រហារទាំងនោះរួមមានទីតាំងបាញ់មីស៊ីលនិងប្រព័ន្ធរ៉ាដាឃ្លាំមើលនៅលើផ្ទៃដីនិងឧបករណ៍បាញ់មីស៊ីលពីដីទៅអាកាសជាដើមបើយោងទៅតាមមន្ត្រីយោធារបស់សហរដ្ឋអាមេរិកបានបន្តឲ្យដឹងទៀតថាគោលបំណងនៃការវិប្រហាររបស់សហរដ្ឋអាមេរិកនៅលើកនេះគឺដើម្បីកំទេចសមត្ថភាពយោធារបស់ប្រទេសអ៊ីរ៉ង់ដើម្បីកុំឲ្យប្រទេសនេះមានសមត្ថភាពបើកការវិប្រហារទៅលើនាវាពាណិជ្ជកម្មបានតទៅទៀតក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកធ្លាប់បាននិយាយឲ្យថាទីក្រុងវ៉ាស៊ីនតោននេះបានទាមទារឲ្យទីក្រុងតេហឺរ៉ង់ប្រកាសជាសាធារណៈថាខ្លួនគឺត្រូវតែបិទបញ្ចប់ការវិប្រហារមកលើនាវាពាណិជ្ជកម្មដែលកំពុងតែបើកឆ្លងកាត់តាមច្រកសមុទ្រអបមូហើយកន្លងទាំងអស់គឺត្រូវតែបើកដោយពុំមានការទារប្រាក់ណាមួយនៅឡើយគួរបញ្ជាក់ផងដែរថាប្រតិបត្តិការចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកនេះគឺជាការវាយប្រហារជុំទី3ហើយមកលើប្រទេសអ៊ីរ៉ង់នៅក្នុងត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីកងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើនាវាពាណិជ្ជកម្មនិងបានព្រមានជាបន្តបន្ទាប់ថាច្រកសមុទ្រអបមូនេះគឺត្រូវបានបិទគប់ឡើងវិញហើយបើយោងទៅតាមរបាយការណ៍មួយចំនួនបានឲ្យដឹងថាគេបានលើសម្លេងផ្ទុះខ្លាំងយ៉ាងហោចណាស់ក៏ចំនួន10ដងដែរនៅក្នុងទីក្រុង Banda Aceh ហើយការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាមេរិកនេះក៏ត្រូវបានគេរាយការណ៍ផងដែរនៅអានទីក្រុង Asalayas និង Basis ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់គូបញ្ជាក់ផងដែរថាទីក្រុង Asalayas នេះគឺត្រូវបានគេចាត់ទុកថាគឺជាមជ្ឈមណ្ឌលនៅលើកងដ៏សំខាន់នៃវាលស្មានសនផាំងដែលជាទ្រព្យសម្បត្តិធម្មពលដ៏សំខាន់បំផុតរបស់ប្រទេសអ៊ីរ៉ង់ហើយការវាយប្រហារសារជាតិថ្មីរបស់សហរដ្ឋអាមេរិកនៅលើកនេះគឺកើតឡើងភ្លាមបន្ទាប់ពីកងទ័ពជើងទឹករបស់កងឆ្មាំប្រវត្តិឥស្លាមអ៊ីរ៉ង់នេះបានបើកការវាយប្រហារសារជាតិថ្មីទៅលើនាវាពាណិជ្ជកម្មមួយគ្រឿងដែលកំពុងតែបើកឆ្លងកាត់តាមតំបន់ច្រកសមុទ្រអបមូដែលមុនធ្វើប្រតិបត្តិការយោធាចុងក្រោយនេះមន្ត្រីយោធារបស់សហរដ្ឋអាមេរិកធ្លាប់បានព្រមានឲ្យថាការវាយប្រហារបន្ថែមទៀតទៅលើនាវាពាណិជ្ជកម្មនឹងនាំមកនូវការសងសឹកយ៉ាងចាស់ដៃវិញពីសំណាក់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ង់ចំណែកឯរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអ៊ីរ៉ង់គឺលោកអាបាស អារ៉ាជីនោះវិញកាលពីថ្ងៃសុក្រកន្លងទៅបានចាត់ប្រកាន់ទៅសហរដ្ឋអាមេរិកថាបានបំពានទៅលើបទច្បាញ់ហើយលោកបានលើកឡើងថាការគោរពទៅលើកិច្ចព្រមព្រៀងបទច្បាញ់នេះគឺតើតមានទៅមានមក